ផ្នែកទី10ការឡើងសោយរាជ្យលើកទី1នៅឆ្នាំ1941នៃព្រះបាទនរោត្តមសីហនុនៅឆ្នាំ1940កងទ័ពជប៉ុនបានចូលមកតាំងទីនៅក្នុងភូមិភាគអាគ្នេយ៍នៃទ្វីបអាស៊ីប្រទេសថៃដែលនៅពេលនោះស្ថិតនៅក្រោមឥទ្ធិពលរបស់ជប៉ុនបានឆ្លៀតយកស្ថានភាពនេះដើម្បីអែបជប៉ុនវាយយកទឹកដីខ្មែរម្ដងទៀតប៉ុន្តែដោយមិនបានសម្រេចគោលបំណងព្រោះតែបារាំងបានកំទេចនាវាចម្បាំងថៃអស់ជប៉ុនក៏ដើរតួជាអាជ្ញាកណ្ដាលវិញប៉ុន្តែក្រោយមកជប៉ុនបានយកទឹកដីខ្មែរមួយផ្នែកទៅឲ្យថៃគឺទឹកដីដែលបារាំងបានយកមកឲ្យខ្មែរវិញកាលពីឆ្នាំ1907ជប៉ុនមិនហ៊ានប៉ះពាល់ដល់ទីក្រុងសៀមរាបនិងបុរីអង្គរទេគឺរក្សាទុកឲ្យខ្មែរដដែលលួងមុនីវង្សមានការអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏ចូលទីបង្គត់នៅថ្ងៃទី23ខែមេសាឆ្នាំ1941ក្សត្រដែលត្រូវស្នងរាជ្យនៅពេលនោះមានយ៉ាងហោចណាស់ក៏2អង្គដែរគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតបុត្រច្បងរបស់ព្រះបាទមុនីវង្សនិងព្រះអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សដែលជាបុត្រពៅរបស់ព្រះអង្គម្ចាស់ចម្រើនវង្សដែលជាខ្សែព្រះបាទអង្គអេងនិងអ្នកអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិយុពីផាន់ប៉ុន្តែដោយច្បាប់បន្តរាជបានត្រូវកំណត់យកចាប់តាំងត្រឹមពីខ្សែព្រះរាជវង្សព្រះបាទអង្គឌួងគេពុំរាប់បញ្ចូលព្រះអង្គម្ចាស់យុតិវង្សផងទេនៅចំពោះមុខបញ្ហាដ៏ស្មុគស្មាញនេះឧត្តមនាវីបារាំងហ្សង់ដេកូបានយល់ឃើញថាដើម្បីជៀសវាងទំនាស់រវាងព្រះរាជវង្សស៊ីសុវត្ថិនិងព្រះរាជវង្សនរោត្តមគេត្រូវជ្រើសរើសយកក្សត្រអង្គណាដែលជាប់ខ្សែព្រះរាជវង្សទាំងពីរតែម្ដងដោយអនុវត្តទៅតាមទ្រឹស្ដីនេះឧត្តមនាវីដេកូក៏ដាក់ព្រះអង្គម្ចាស់នរោត្តមសីហនុឲ្យឡើងគ្រងរាជ្យបន្តពីលួងមុនីវង្សព្រះបាទនរោត្តមសីហនុនៅពេលនោះមានព្រះជន្ម19ព្រះវស្សាព្រះអង្គកំពុងតែបំពេញវិជ្ជានៅវិទ្យាល័យ Zaselo Lobat នៅទីក្រុង Saigon ព្រះបាទនរោត្តមសីហនុជាបុត្ររបស់ព្រះអង្គម្ចាស់នរោត្តមសរាមរិទ្ធនិងព្រះអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិកុសមៈដែលជាបុត្រីរបស់លួងស៊ីសុវត្ថិមុនីវង្សជាមួយនឹងព្រះអង្គម្ចាស់ក្សត្រីកាន់វិមាននរៈលក្ខទេវីបុត្រីរបស់ព្រះអង្គម្ចាស់នរោត្តមហាស្កាន់ព្រះអង្គម្ចាស់នរោត្តមហាស្កាន់ជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តមរីឯព្រះអង្គម្ចាស់នរោត្តមសរាមរិទ្ធជាបុត្ររបស់ព្រះអង្គម្ចាស់សុទ្ធារតន៍ដែលជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តមដែរតាមការយល់ឃើញរបស់អ្នកវិភាគខ្លះកាលដែលបារាំងបានជ្រើសរើសយកព្រះអង្គម្ចាស់នរោត្តមសីហនុគឺមកពីបារាំងចង់ផ្លាស់វេនពីព្រះរាជវង្សស៊ីសុវត្ថិមកព្រះរាជវង្សនរោត្តមវិញម្ដងដើម្បីលុបបំបាត់អនុស្សាវរីយ៍អាក្រក់ទាក់ទងនឹងព្រះអង្គម្ចាស់យុគន្ធរតាមប្រភពខ្លះទៀតព្រះអង្គម្ចាស់នរោត្តមសីហនុអាចនឹងមានយុទ្ធសាស្ត្រទន់ភ្លន់ជាមួយបារាំងជាងព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតការពិតព្រះអង្គម្ចាស់នរោត្តមសីហនុមានលក្ខណៈពិសេសមួយគឺព្រះអង្គចេះសម្របតាមស្ថានភាពទោះបីជាឥរិយាបថប្រកបទៅដោយគ្រោះថ្នាក់ក្តីនៅក្នុងទសវត្សរ៍1940នោះព្រះបាទនរោត្តមសីហនុត្រូវប្រឈមមុខនឹងចលនាទាមទារឯករាជ្យរបស់បញ្ញវន្តខ្មែរដឹកនាំដោយស៊ិនង៉ុកថាញ់ហើយបន្ទាប់មកទៀតត្រូវទប់ទល់នឹងគណៈបកប្រជាធិបតេយ្យជាពិសេសនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សដែលបានត្រូវគេចាត់ទុកថាជាបញ្ញវន្តម្នាក់ដ៏ឆ្នើមនិងដ៏វិសេសវិសាលព្រះអង្គម្ចាស់យុតិវង្សមិនត្រឹមតែមានសញ្ញាបត្របណ្ឌិតរដ្ឋខាងរូបវិទ្យានៃសាកលវិទ្យាល័យបារាំងប៉ុណ្ណោះទេគឺថែមទាំងមានបទពិសោធន៍នយោបាយផងទៀតនៅពេលដែលព្រះអង្គម្ចាស់នរោត្តមសីហនុឡើងគ្រងរាជ្យប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយដ៏ស្មុគស្មាញកាលនោះប្រទេសបារាំងក្រោមការដឹកនាំរបស់សេនាប្រមុខប៉េតាំងត្រូវកងទ័ពហ៊ីតលែរចូលឈ្លានពានទឹកដីរីឯប្រទេសកម្ពុជាវិញក៏ស្ថិតនៅចំពោះមុខការគំរាមកំហែងពីសំណាក់ប្រទេសថៃនិងពីកងទ័ពជប៉ុនដែរចលនាបញ្ញវន្តខ្មែរប្រឆាំងនឹងបារាំងក្រោមការដឹកនាំរបស់ស៊ិនង៉ុកថាញ់សង្ឃឹមថាជប៉ុនអាចជាបង្អែកមួយក្នុងការតស៊ូរបស់គេទៀតផងនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942ក្រោមការដឹកនាំរបស់ស៊ិនង៉ុកថាញ់មហាបាតកម្មប្រឆាំងនឹងបារាំងមួយបានទុះឡើងនៅកណ្ដាលទីក្រុងភ្នំពេញព្រះសង្ឃជាច្រើនអង្គបានចូលរួមបាតកោមួយចំនួនដូចជាអាចារ្យហែមជាវលោកប៉ាឈិន
លោកប៊ុនច័ន្ទមុលជាដើមបានត្រូវបារាំងចាប់យកទៅដាក់គុកនៅកោះត្រឡាចរីឯលោកសឺនងុកថាញ់លោកបានគេចរួចផុតពីការចាប់ខ្លួនហើយរត់ភៀសខ្លួនទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី6ខែមិថុនាឆ្នាំ1944ប្រទេសបារាំងចាប់ផ្ដើមរំដោះខ្លួនចេញពីរបបហ៊ីតលែរហើយនៅថ្ងៃទី24ខែសីហាឆ្នាំដដែលនោះឧត្តមសេនីយ៍ដឺហ្គោលនិងអ្នកតស៊ូបារាំងបានដណ្ដើមយកទីក្រុងប៉ារីសពីអាល្លឺម៉ង់បានមកវិញនៅខែកុម្ភៈឆ្នាំ1945យន្តហោះសម្ព័ន្ធមិត្តប្រឆាំងនឹងហ៊ីតលែរគឺបារាំងនិងអាមេរិកបានទម្លាក់គ្រាប់បែកទៅលើទីក្រុងភ្នំពេញដើម្បីកំទេចទីតាំងកងទ័ពជប៉ុនប៉ុន្តែនៅថ្ងៃទី9ខែមិនិនាឆ្នាំដដែលជប៉ុនបានវាយទីតាំងបារាំងនៅកម្ពុជាបានវិញហើយនៅថ្ងៃទី12ខែមិនិនាជំរុញឲ្យព្រះមហាក្សត្រខ្មែរប្រកាសឯករាជ្យបញ្ចប់អាណាព្យាបាលបារាំងនៅស្រុកខ្មែរកងទ័ពជប៉ុនដឹកនាំដោយឧត្តមសេនីយ៍តូសូបានស្នើឲ្យលោកតាន់ប៉ាវធ្វើប្រមុខរដ្ឋាភិបាលខ្មែរលោកតាន់ប៉ាដែលជាសេដ្ឋីចិនម្នាក់មានឥទ្ធិពលនៅស្រុកខ្មែរពុំព្រមទទួលភារកិច្ចនេះទេនៅទីបំផុតឧត្តមសេនីយ៍ជប៉ុនក៏តែងតាំងលោកអឹងហ៊ីជានាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលចាត់តាំងនៅថ្ងៃទី9មិនិនាឆ្នាំ1945នោះមានលោកទាសានជាអ្នកទទួលបន្ទុកខាងភស្តុភារលោកមាសណាល់ខាងអប់រំជាតិលោកច័ន្ទណៈក្រសួងយុតិធម៌ព្រះអង្គម្ចាស់នរោត្តមម៉ុងតាណាទទួលបន្ទុកខាងសេដ្ឋកិច្ចលោកសុំហៀងក្រសួងមហាផ្ទៃនៅថ្ងៃទី16ខែមេសាលោកប៉ែននុតត្រូវតែងតាំងជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុដោយមានលោកប្រាក់ប្រាព្រឿងជាអធិការហិរញ្ញវត្ថុបន្ថែមទៀតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក៏បានត្រូវបង្ខំចិត្តដឹកនាំអង្គប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនេះដែរប៉ុន្តែស្រាប់តែនៅថ្ងៃទី6ខែមិថុនាលោកស៊ុនងុកថាញ់ដែលទើបនឹងវិលត្រឡប់មកពីប្រទេសជប៉ុនបានត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេសបន្ទាប់មកនៅថ្ងៃទី10ខែសីហាឆ្នាំ1945ដដែលនោះលោកស៊ុនងុកថាញ់បានត្រូវតែងតាំងជារដ្ឋមន្ត្រីទី1តែម្ដងសមាជិកគណៈរដ្ឋមន្ត្រីដែលបានត្រូវចាត់តាំងនៅថ្ងៃទី14ខែសីហាគឺ4ថ្ងៃក្រោយមកមានជាអាចព្រះអង្គម្ចាស់នរោត្តមម៉ុងតាណារដ្ឋមន្ត្រីកសិកម្មលោកស៊ុំហៀងរដ្ឋមន្ត្រីមហាផ្ទៃលោកប៉ាឈិនរដ្ឋមន្ត្រីភស្តុភារលោកវ៉ាកាម៉ែលខាងធម្មការលោកពីតូដឺម៉ុងតេរ៉ូខាងយុតិធម៌លោកខឹមទីបខាងការពារប្រទេសលោកញឹកជូឡុងសេដ្ឋកិច្ចលោកប៉ែននុតហិរញ្ញវត្ថុមួយថ្ងៃក្រោយមកជប៉ុនក៏ប្រកាសចុះចាញ់សង្គ្រាមហើយបារាំងក៏វិលមកឥណ្ឌូចិនវិញនៅថ្ងៃទី15ខែតុលាឧត្តមសេនីយ៍បារាំងលើឃ្លែមកដល់ទីក្រុងភ្នំពេញហើយចាប់លោកស៊ុនងុកថាញ់យកទៅដាក់គុកនៅប្រទេសបារាំង